ជំរាបសួរលោកគ្រូនិងជំរាបសួរអ្នកទាំងអស់គ្នាហើយថ្ងៃនេះយើងមកធ្វើវីដេអូទាក់ទងជាមួយនឹងការបង្កើត FTP server ក្នុង EC2 ហើយដំបូងយើងទៅចូលនៅក្នុង security group ដើម្បីបង្កើត security របស់វាហើយអានេះដំបូងយើងcolor នេះយើងដាក់ឈ្មោះរបស់យើងមកឲ្យយើងស្រួលចំណាំពេលយើងទៅបង្កើតម៉ាស៊ីនរបស់យើងខ្ញុំដាក់សិក្សា security group មកដើម្បីវាចូលបង្កើតនៅក្នុងម៉ាស៊ីនទៅស្រួលចំណាំអញ្ចឹងទៅហើយនឹងdescription ហ្នឹងខ្ញុំដាក់ខ្ញុំ copy ដាក់អញ្ចឹងដែរដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹង copy ខ្ញុំដាក់ក្នុង description ហ្នឹងដែរមកហើយបន្ទាប់មកយើងចុចដើម្បី create វាហ្មងទៅកន្លែងហ្នឹងអត់មានអីច្រើនទេហើយបន្ទាប់មកយើងចូលទៅ instance របស់យើងវិញហើយយើងបង្កើតinstance របស់យើងមកយើងចុច create instance របស់យើងមកហើយដំបូងកន្លែងនេះយើងដាក់ឈ្មោះរបស់យើងមកយើងដាក់ឈ្មោះរបស់យើងមកសិក្សា FTP server អញ្ចឹងមកចេះដាក់តាមនោះទៅដើម្បីស្រួលចំណាំឈ្មោះរបស់យើងហើយកន្លែងនេះយើងបន្តមកទៀតយើងចូលយើងទូ server មកដើម្បីយើងជ្រើសរើសដើម្បីយើងបង្កើតបញ្ជីហ្នឹងដើម្បីអស់លុយបន្តិចវាស្រួលប្រើអញ្ចឹងណាហើយដល់កន្លែង key នេះយើងដាក់ key របស់យើងដែរមកហើយមកដល់កន្លែងgroup security នេះយើងរើសអា group security យើងបានបង្កើតមុនហ្នឹងទៅហើយបន្ទាប់មកយើងចុច create មកហើយវាដើរជោគជ័យហើយយើងចូលទៅដើម្បី connect ហើយប្រើប្រាស់ម៉ាស៊ីនរបស់យើងដែលបានបង្កើតហ្នឹងហើយកន្លែងនេះយើងជោគជ័យហើយយើងចូលទៅ instance របស់យើងវិញដើម្បី check មើលនេះឃើញវាចេញមកហើយយើងចុច click លើវាមួយមកហើយយើង refresh វាទៅយើងចាំឲ្យវាដើរសិនបើយើងអាចចូលទៅ connect ប្រើប្រាស់វាបានហើយនេះយើងឃើញថាវាដើរហើយយើងចុច connect ប្រើវាមកហើយកន្លែងនេះយើងទុកសម្រាប់ copy ប្រើនៅពេលក្រោយដែលយើងធ្វើការងារឲ្យលោកគ្រូហ្នឹងហើយកន្លែងនេះយើងត្រូវ copy នេះយកទៅផាសនៅក្នុង git bash របស់យើងហ្នឹងហើយយើងយក git bash ហ្នឹងមកហើយយើង break វាធំតិចមកតែមុននឹងធ្វើនៅក្នុង git bash របស់យើងខ្ញុំសូមចូល instance ដើម្បីចូលឆែកកន្លែងនេះបន្តិចចូល security group របស់យើងដើម្បី check មើលបន្តិចបើយើងប្រើមកយើងត្រូវបន្ថែមឲ្យវាហើយយើងចូលទៅ edit វាមកហើយបន្ទាប់មកយើងចុច add rule ឲ្យវាមកហើយកន្លែងនេះយើងដាក់ដាក់ OTCP វាមកហើយកន្លែងនេះយើងដាក់0វាមកហើយវាហើយបន្ទាប់មកយើងចុច save ទៅយើងបានសម្រេចហើយប៉ុណ្ណឹងហើយបន្ទាប់មកយើងទៅ get bash របស់យើងវាយ command cd download មកហើយបន្ទាប់មកយើងផាស command ដែលយើងបាន copy មុននឹងចូលមកហើយ enter មកហើយបន្ទាប់មកយើងចូលទៅ copy SH របស់វាមួយទៀតយើង copy ហើយយើងយកមកផាសក្នុងហ្នឹងមកហើយ enter ទៅហើយនេះវាដើរបានទៅចេញចលនានេះឲ្យយើងសួរយើងថាទៅមុខទៀតអត់យើងយក yes មកយើងវាយពាក្យ yes មកហើយយើង enter តាមហ្នឹងមកហើយបន្ទាប់ពីហ្នឹងមកយើងធ្វើទៅវាយ command ដើម្បី update វាយើងវាយ sudo update ដូចយើងវាយរដងហ្នឹងមកហើយបន្ទាប់ពីយើងវាយ update វាឲ្យបានជោគជ័យយើងទៅ upgrade វាម្ដងដែលយើងប្រើ command sudo upgrade វាមកហើយកន្លែងនេះយើងចុចអក្សរ Y មកហើយ enter ទៅឲ្យវា upgrade ឲ្យយើងពេញមកហើយបន្ទាប់ពី upgrade បានជោគជ័យយើងទៅវាយ command មួយទៀតតាម step ដែលលោកគ្រូបានដាក់ឲ្យយើងទៅ install វាមកយើងវាយ sudo apt install មកដើម្បី install វាហើយកន្លែងហ្នឹងយើងកុំភ្លេចដាក់ដក Y មកដើម្បីខ្ជិលយើងចុចអក្សរ Y yes ច្រើនដងអញ្ចឹងហើយបន្ទាប់ពីយើង install វាហើយយើងទៅវាយ command cd ដើម្បីចូលទៅប្រើវា cd ហើយ /etc ហ្នឹងមកហើយបន្ទាប់ពីហ្នឹងមកយើងទៅ command ls ដើម្បី list វាហើយដក lx មកហើយ grab file ដែលយើងបានដាក់មិញហ្នឹងfile ឈ្មោះ vsf
tpd ហ្នឹងហើយ.con ហើយយើងវាយ .con ទៅមកហើយកន្លែងនេះខ្ញុំផ្លិចវាយ grab អញ្ចឹងទៅខ្ញុំទៅវាយ grab វិញយើងវាយ grab ពីមុខVSF ហ្នឹងមកហើយបន្ទាប់មកយើងចុច .con មកហើយយើង enter ទៅនេះយើងឃើញ file ដែលយើងបានបង្កើតហើយ VSF tpd .conf ហ្នឹងមកហើយបន្ទាប់មកយើងទៅវាយ sudo cp ដើម្បី copy វាហើយយើងបន្ថែមVSF tpd ហ្នឹងយើងបន្ថែមVSF tpd .con ហើយ .back មួយទៀតចាំមើលទៅតើវាចេញបែបហ្នឹងអត់ហើយយើង enter វាមកហើយបន្ទាប់មកយើងទៅអ្វី command ls វាសម័យហើយឥឡូវនេះខ្ញុំចុច arrow key ទៅហើយខ្ញុំ enter មកឃើញវាចេញមក2ហើយវាមានអាមួយមាន back នៅខាងមួយអត់ back នៅក្រោយហើយបន្ទាប់មកយើងទៅវាយ command sudo nano ទៀតដើម្បីចូលទៅថែម command line នៅក្នុង VSF tpd content របស់យើងហ្នឹងយើងវាយចឹងមកតាមខ្ញុំមកហើយបន្ទាប់មកយើង enter ទៅយើងចូលដល់ក្នុងនេះយើងចុច arrow key ដើម្បីឲ្យវាចេញមកអស់មកហើយកន្លែងនេះវាចេញមកអស់ហើយយើងទៅរកកន្លែងដែលលោកគ្រូឲ្យយើងបន្ថែមcomment នៅក្នុងហ្នឹងហើយនេះយើងអស់តំណឹងហើយបន្ទាប់មកយើងទៅលើវិញដើម្បីរក comment ដែលយើងទៅថែមហ្នឹងយើងរកពាក្យថា ch root local user នេះមកនេះហើយស្មើចេះហ្នឹងយើងលុបសញ្ញាធំជោគចោលពីមុខហ្នឹងទៅហើយបន្ទាប់មកយើង enter វាមួយដើម្បីទុកផាស comment របស់យើងហើយ comment ហ្នឹងខ្ញុំcopy ពីបាល់គ្រូនៅក្នុង Telegram មកខ្ញុំផាសនៅក្នុង note របស់ខ្ញុំហើយបន្ទាប់មកយើងចូលទៅក្នុង note របស់យើងមកដើម្បីផាស comment នៅក្រុមហ្នឹងមួយមកនេះហើយ comment ហ្នឹងយើង copy មកគឺ allow variable ch root ស្មើចេះហ្នឹងយើង copy ហ្នឹងមកហើយយើងយកទៅផាសនៅក្នុងហ្នឹងទៅនេះហើយយើងផាសហើយបន្ទាប់មកយើងទៅ arrow key ទៅក្រុម import ដើម្បីផាស comment 3ទៀតដែលយើងទុកនៅក្នុង note ហ្នឹងយើងទៅរក comment 3ហ្នឹងមកនេះយើង copy comment ហ្នឹងមកហើយបន្ទាប់មកយើងចូលមកផាសនៅក្រុម game import ហ្នឹងយើងចុចផាសវាមកហើយបន្ទាប់មកយើងទៅ control យើងចុច key control x ហើយ control y ហើយបន្ទាប់មក enter ដើម្បីចូលនៅក្នុង get base របស់យើងហ្នឹងវិញហើយបន្ទាប់មកទៀតយើងទៅវាយ command restart system restart វាជាដំបូងវាយ sudo ហើយsystem ctl ដូចគ្រូដាក់នៅក្នុងក្រុមហ្នឹងហើយrestart ហើយ file ដែលយើងបាននេះហ្នឹង VSF tpd ហ្នឹងហើយយើង enter មកហើយបន្ទាប់មកយើង arrow key ទៅយើងដូរពី restart ទៅ starter វាវិញហើយ starter មកយើង enter មកហើយបន្ទាប់មកនេះយើងឃើញហើយនេះវាបានមកហើយវា active ហើយវាដំណើរការហើយបន្ទាប់មកយើងទៅ open Firefox ដើម្បីconnect ជាមួយនឹង file Sela របស់យើងហ្នឹងហើយបន្ទាប់មកចូលលើនេះយើងចូលកន្លែង file មកហើយ file manager របស់យើងហ្នឹងហើយកន្លែងនេះយើង add new file មួយមកហើយបន្ទាប់មកយើងចូលកន្លែងនេះយើងទៅ select ដាក់ import នេះឲ្យមកហើយបន្ទាប់មកយើងទៅ copy IP ពីនៅក្នុងinstance របស់យើងដែលយើងបានបង្កើតហ្នឹងនេះហើយយើងចូលនៅក្នុង EC2 instance ហ្នឹងមកហើយយើង copy IP ហ្នឹងមកយើង copy ហើយយើងយកទៅផាសនៅក្នុងអានោះរបស់យើងវិញផាសនៅក្នុង file របស់យើងនោះវិញយើង copy ហើយយើងចូលមកហើយយើងមកផាសកន្លែងនេះហើយ report នេះអត់មានដាក់អីទេហើយកន្លែងនេះយើងយកកន្លែង type នេះយើងយក key file មកហើយកន្លែង key file នេះយើងចូលទៅbrowser មកហើយដើម្បីរក key file របស់យើងហ្នឹងនៅក្នុង download យើងចុច open វាមកហើយបន្តមកទៀតយើងទៅនៅក្នុង database របស់យើងដើម្បី search រក user របស់យើងដាក់ឈ្មោះ user ហ្នឹងយើង comment ដូចតាមុននឹងដែរមកហើយបន្តមកយើង
enter មកហើយយើងវាយwho am I មកហើយ enter មកនេះយើងឃើញហើយយើង copy អាហ្នឹងមកយកទៅដាក់នៅក្នុងuser របស់យើងដែលគេអីគេ Ubuntu ហ្នឹងមកយើង copy អាហ្នឹងមកហើយបន្តមកទៀតយើងចុច connect វាមកហើយកន្លែងនេះយើងយក OK មកចងចាំវា template ហើយនេះយើង tick យក always ត្រាស់ហ្នឹងមកហើយយើង OK ទៀតមកហើយចាំវា template ដើម្បីវានេះយើងឃើញហើយ file របស់យើងហ្នឹងហើយបន្ទាប់មកយើងទៅបង្កើតcreate file directory របស់យើងមកយើងចុចមកស្នាមរបស់វាមកហើយយើងដូរនេះដាក់FTP client ហ្នឹងហើយបន្ទាប់មកយើងចុច OK លើហ្នឹងមកហើយនេះ folder យើងបង្កើតបានយើងមកស្នាមលើវាមកហើយយើងចុច create text file របស់យើងហ្នឹងយើងដាក់ landing.txt ហ្នឹងមកហើយបន្ទាប់មកយើងចូលទៅ get base របស់យើងវិញយើងទៅដំបូងយើងវាយ command cd មកដើម្បីឲ្យវាចេញពីហ្នឹងមកហើយបន្ទាប់មកយើងវាយ command ls ដើម្បីសូវាឲ្យវាឃើញ file ហ្នឹងមកហើយបន្ទាប់មកយើង cd directory client របស់យើងហ្នឹងគឺ FTP client ហ្នឹងហើយបន្ទាប់មកយើង slash មកយើងចេញអាហ្នឹងហើយបន្ទាប់មកយើងវាយ command ls មកហើយយើងឃើញហើយនេះវាអត់មានអីទេ learning.txt ហ្នឹងនៅក្នុងdirectory ហ្នឹងហើយបន្ទាប់មកយើងទៅវាយ command cat learning.txt ហ្នឹងហើយបន្ទាប់មកយើងវាយ command nano ដើម្បីវាយពាក្យបញ្ចូលទៅក្នុងហ្នឹងហើយយើងចុច enter មកដើម្បីចូលទៅហើយកន្លែងតិចនេះយើងវាយមិនក៏បានដែរខ្ញុំវាយដាក់I love you តេស្តលេងទៅហើយបន្ទាប់មកយើង control ហើយ control វាយ enter ដល់រដងមកហើយយើងចេញមកវិញហើយបន្ទាប់មកយើងទៅឆែកមើលវាយើងវាយ command cat learning.txt ខ្ញុំ arrow key មកហើយយើង enter យើងឃើញពី I love you ហើយការធ្វើបទបង្ហាញរបស់ខ្ញុំបានចប់ត្រឹមហ្នឹងអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាជំរាបលា